ម្ដងទៀតណានេះគឺជាលំហាត់ទី2លំហាត់ទី2នេះគឺយើងធ្វើការបំបែកនេះសិនទៅហើយនេះក៏យើងបំបែកដែរព្រោះលេខទាំងអស់នេះគឺសុទ្ធតែជាលេខដែលយើងបញ្ចេញពី radical បានខ្លះហើយបើយើងយកទៅគុណទាំងដុំវាធំពេកយើងពិបាកបញ្ចេញណារោមឃើញទេធំពេកអញ្ចឹងយើងត្រូវការបំបែក75នេះបញ្ចេញពី radical សិនត្រូវទេអានេះក៏ដូចគ្នាដែរចានេះយើងសេបានប៉ុន្មានស្មើ8ព្រោះ8នេះគឺអត់គិតទេព្រោះវាចំនួនគត់នៅលើតែគេឲ្យបាត់ radical នេះពីភាគបែងចោលសិនអញ្ចឹងលោកគ្រូទៅសេបានកន្លែងនេះគឺ2ឬ75បានប៉ុន្មាន75យើងយក25គុណនឹង3អញ្ចឹងយើងឲ្យច្បាស់ណា25គុណនឹង3 1ដកនឹងប៉ុន្មានដកនឹង3នេះឬការ៉េនៃ50នេះគឺ25គុណនឹងប៉ុន្មាន2ឃើញទេអស់មួយហើយស្មើយើងមើលតទៀតសិនស្មើចឹងអានេះគឺយើងបញ្ចេញហ្នឹងណាគ្រូប្រាប់ឲ្យហើយបញ្ចេញវាឃើញតូចលេខតូចហើយយើងចាំគុណនឹងកន្សុំឆ្លាស់វាចានេះបញ្ចេញមកបានប៉ុន្មានគ្រូសេចេះឥឡូវ5 3ឬការ៉េនៃ2អូ5បញ្ចេញមកបានអូ25បញ្ចេញមកបាន5គុណនឹង2បាន10តើហ៎10ឬការ៉េនៃប៉ុន្មាន3មើលតិននេះដកនេះដកនឹង25បញ្ចេញមកបានប៉ុន្មាន5ទៀត5គុណនឹង3គឺបាន15ឬការ៉េនៃប៉ុន្មាន2នេះមកដល់កន្លែងនេះបានយើងធ្វើការគុណកន្សុំឆ្លាស់យល់ទេព្រោះលេខវាទូចអញ្ចឹងគូគុណកន្សុំឆ្លាស់ហើយគឺស្មើឧដាក់8មកនេះឧដាក់8ទៅនេះចុះគឺស្មើនឹងជួប radical ហើយអញ្ចឹងគុណនឹងកន្សុំឆ្លាស់អញ្ចឹង10ឬ3ដក15ឬ2នេះគុណនឹងឃើញទេកន្សុំឆ្លាស់វា10ឬ3បូក15ឬ2អានេះហើយគឺជាកន្សុំឆ្លាស់របស់វាតើនេះប៉ុន្តែ10ឬ3ដក15ឬ2គុណនឹង10ឬ3បូក15ឬ2កន្លែងនេះគឺខាងលើគឺយើងត្រូវគុណនឹងកន្សុំឆ្លាស់អានេះគេហៅគុណនឹងកន្សុំឆ្លាស់អញ្ចឹងមកន័យថាខាងលើគឺគុណអានេះមិនមែនគុណសញ្ញាដកនេះទេព្រោះសញ្ញាដកគោលដើមរបស់វាអញ្ចឹងអាឆ្លាស់របស់អាដកហ្នឹងគឺបូកនេះទេអញ្ចឹងយើងត្រូវគុណជាមួយអាហ្នឹងឯងអញ្ចឹងកន្លែងនេះគឺយើងបានប៉ុន្មាន10ឬ3នេះ10ឬ3បូក15ឬ2នេះមើលទៅអត់តោះឡើយយើងពលាតអញ្ចឹងមកកុំតិនចម្លងឈប់មើលសិនអត់ឲ្យចម្លងទេមើលទាំងអស់គ្នាស្មើតទៀតលោកគ្រូដាក់សញ្ញាស្មើតទៀតណែអានេះចាប់ដើមគុណណា8គុណនឹង10មិនមែនយក8ទៅគុណនឹង3ទេណាបើយកមេគុណឬក៏យកចំនួនគុណទៅគុណនឹង radical គឺខុសយក radical គុណជាមួយ radical មេគុណគុណជាមួយមេគុណចំពោះការគុណ radical ចាំណាកន្លែងហ្នឹងអញ្ចឹង8គុណ10បាន80ឬប៉ុន្មានឬការ៉េនៃ3 1 8គុណនឹង15 8 10ដង80 8 5ដង40 80បូក40 120ត្រូវទេអញ្ចឹងយើងបានបូកនឹង120ឬការ៉េប៉ុន្មាន2ត្រូវទេនេះទី1ចំពោះអានេះបើសិនដល់ពេលយើងយល់គឺយើងសរសេរតាមទម្រង់ a ការ៉េដក b ការ៉េបានយល់ទេ a ការ៉េដក b ការ៉េបានប៉ុន្តែបើយើងអត់យល់ទេយើងធ្វើការគុណធម្មតាអញ្ចឹងលោកគ្រូធ្វើការគុណឲ្យយើងមើលទៀតដើម្បីឲ្យយើងកុំឲ្យច្រឡំអញ្ចឹងការគុណទាំងវែងបន្តិច10គុណនឹង10បានប៉ុន្មាន100ញ៉ែ100ឬការ៉េប៉ុន្មាន3គុណនឹង3បាន9នេះគឺជាការគុណលើកទី1ការគុណទី2គឺ3 10ឬ3នេះគុណជាមួយនេះមកបានប៉ុន្មាន10គុណនឹង15បាន150ត្រូវទេសញ្ញាវាគឺសញ្ញាបូកគឺបូកនឹង150ឬការ៉េប៉ុន្មានឬការ៉េប៉ុន្មានមិនគឺឬការ៉េប៉ុន្មាន3គុណនឹង2បាន6តើនេះយើងដាក់6ឆ្វប់មករួចយើងយកនេះ15គុណ10ទៀតមកនេះ15គុណ10គឺដកប៉ុន្មានដក150ហើយតើនេះ15គុណនឹង10នេះគឺដក150 2គុណនឹង3បានប៉ុន្មានឬការ៉េនៃ6ឃើញទេកន្លែងដែលយើងត្រូវសម្រួលចោលគឺឲ្យច្បាស់កន្លែងហ្នឹងគុណឲ្យច្បាស់បន្តមកទៀតគឺយក15ដក15គុណជាមួយនឹងបូក15គឺចេញប៉ុន្មានដក15គុណ15បានប៉ុន្មាន225គុណមកពិសិដ្ឋគុណឃើញប៉ុន្មានបាទ225នេះ225 2គុណនឹង2បានប៉ុន្មាន4ព្រោះ radical គុណ radical គឺបានប៉ុណ្ណេះអស់ហើយណាលេខដែលយើងត្រូវការសម្រួលចោលយើងមើលសិនគ្រូដាក់មកខាងក្រោមទៅចុះអត់ដាច់វីដេអូនេះ
បាទអញ្ចឹងខាងលើរ៉ាឌីកង់3រ៉ាឌីកង់2តើយើងស៊ីសងបានទេអត់បានទេយើងចំណាំមកបើថារ៉ាឌីកង់វា3រ៉ាឌីកង់វា2បែបនេះគឺយើងទុកវាចោលហើយគឺយើងសរសេរបាន80ឬការ៉េនៃ3បូកនឹង120ណែឬការ៉េនៃប៉ុន្មាននៃ2ទុកវាម្ដុំសិនភាគណែបូក150ឬ6ដក150ឬ6ណែអាកន្លែងនេះដែលជាទម្រង់ a ការ៉េដក b ការ៉េដែលយើងគិតថាវាសំខាន់ណាស់គឺយើងស្រួលវាចូលឆ្វប់មួយអស់ហើយតើហ៎ចឹង9ចេញពីរ៉ាឌីកាល់បានប៉ុន្មាន3យកទៅគុណនឹង100បាន300នេះឃើញទេសញ្ញាដែលយើងយកមិនមែនយកសញ្ញាបូកនឹងទេគឺយកសញ្ញាដកនេះដកនេះសញ្ញាដកនេះព្រោះ225នេះគឺត្រូវគុណជាមួយនឹងឬការ៉េនៃ4ឥឡូវឬការ៉េនៃ4បញ្ចេញមកបានប៉ុន្មាន2យកទៅគុណជាមួយនឹង225បានប៉ុន្មាន450អញ្ចឹងយើងដក450នេះចេញឆ្វប់មកស្មើឥឡូវពិសេសយក450បើយើងអស់គ្នាយក450ដក300ចេញសល់ប៉ុន្មានសល់150សល់ដក150មែនទេអូខេអញ្ចឹងចម្លើយវាគឺនៅសល់80ឬទី3នៃបូកជាមួយនឹង120ឬការ៉េនៃ2លើម៉ានលើដក150ប៉ុន្តែនៅក្នុងការមើលនេះសិនណែនៅក្នុងការគណនារ៉ាឌីកាល់ចំពោះសញ្ញាដកនៅខាងក្រោមយកគឺគេអត់ទុកចឹងទេតើហ៎យើងទៅរុញសញ្ញាដកឡើងលើវិញបើរុញសញ្ញាដកឡើងលើចម្លើយរបស់វាឃើញបានឥឡូវគឺបន្ថែមមកនេះអត់ចាល់ទេតានេះបាទមើលសិនមកឥឡូវមើលទៀតមើលសិនណាមើលចានេះបានប៉ុន្មានយើងបានប៉ុន្មានបូកចេះដកបានអីដកអញ្ចឹងយើងបានដកប៉ុន្មានគឺស្មើគូដាក់ទៅនេះចុះគូដាក់សញ្ញាស្មើនេះទេដក80ណែដក80ឬការ៉េនៃប៉ុន្មាននៃ3បូកចេះដកទៀតបានអីដក120ឬការ៉េនៃ2លើអាខាងក្រោមគឺ150ធម្មតាអត់មានដក150ទៀតទេយល់ទេគឺលទ្ធផលយើងគឺអស់ហើយប៉ុណ្ណេះទេនេះលទ្ធផលយើងគឺប៉ុណ្ណេះនេះលទ្ធផលរបស់យើងជឿសម្រួលបានតើសម្រួល10បានឥឡូវអូខេតោះជាងសម្រួលទៀតមិនប៉ុណ្្នឹងទេទៅទៀតសម្រួលឥឡូវយើងចេះ10មកដោយសារនេះ10មាន0នេះ10ស្រួលបានហើយមែនទេកាត់0ចូលគូកាត់តិចទៅហើយកាត់អត់យល់ទេអត់ឆ្ងល់ទេកាត់ឆ្ងល់ទេអញ្ចឹងបើសិនតែយើងទាញ10ជាកតាឥឡូវលោកគ្រូទាញ10ជាកតាណាចឹងលោកគ្រូទាញបានប៉ុន្មានដកធម្មតាយើងសេបាន10កតានឹង180ទៅហ៎ទៅអត់ចឹងលោកគ្រូសេបាន10កតានឹង8មិន180ទេ8ឬការ៉េនៃ3ចុះនេះទាញ10ដែរសល់ប៉ុន្មានសល់ដក12ឬការ៉េនៃប៉ុន្មាននៃ2នេះលើប៉ុន្មានលើ15គុណនឹងប៉ុន្មានគុណ10កាត់10នេះចូលអស់ទៅសល់ប៉ុន្មានបាទចុះគ្រូសេតមែនតិចចុះត្រូវតដែរគឺស្មើនឹងប៉ុន្មានដក8ឬការ៉េនៃ3តើហ៎ដកប៉ុន្មានទៀតអូអានេះភ្លេចសញ្ញាមួយមែនភ្លេចសញ្ញាដកតានេះសញ្ញាដកនៅកន្លែង8នេះភ្លេចសញ្ញាដកបាទអញ្ចឹងដកប៉ុណ្ណឹងហើយអានេះគឺសល់ប៉ុន្មានដក12ឬការ៉េនៃ2លើប៉ុន្មាន15សម្រួលបានទៀតទេអត់បានទេអញ្ចឹងលទ្ធផលវាគឺប៉ុណ្្នឹងឯងលោកគ្រូភ្លេចមើលលេខសម្រួលមិញបាទនេះគឺលំហាត់នេះគឺចប់ប៉ុណ្ណេះតោះឥឡូវយើងមកមើលលេខ2ទៀតមកមើលលេខ2សិនយើងមើលលេខ2សិនមកកុំតិនចម្លងឈប់ឲ្យមើលលេខ2សិនព្រោះលេខ2ធម្មតាគឺលេខនេះក៏មិនខុសពីខាងនេះដែរអញ្ចឹងយើងទៅសេបានប៉ុន្មាន2ឬការ៉េនៃ3លើប៉ុន្មាន80យើងបានប៉ុន្មានគុណ4 16គុណនឹង5 80ត្រូវអីចឹងលោកគ្រូសេបាន2ឬការ៉េ16គុណនឹង5ចេះមកហើយដកនឹងប៉ុន្មាននេះដកនឹង45បាន9គុណនឹង5ទៅអីដកឬ9គុណនឹង5ចេះមកចឹងលោកគ្រូដាក់សញ្ញាស្មើទៅនេះចុះមើលសិនបើយើងមើលសិនណាបើយើងមើលបាទមើលតិនណា2
2គឺលោកគ្រូសរសេរបាន2ឬការ៉េនៃ3លើអានេះចេញមកបានប៉ុន្មាន4គុណ2បានប៉ុន្មាន8ឬការ៉េនៃប៉ុន្មាន5ត្រូវអីដកហ្នឹងនេះដកនេះ9ចេញមកបាន3ឬការ៉េនៃប៉ុន្មាន5លេខនេះត្រូវអីយើងកុំចេះតែគិតថាគុណបំបត្តិរ៉ាឌីកាល់រហូតណាសំខាន់យើងមើលលេខនេះសិនរ៉ាឌីកង់ដូចគ្នាអត់ដូចស៊ីសងបណ្ដោយទៅគឺស្មើប៉ុន្មាន2ឬការ៉េនៃ3លើអានេះ8ដក3សល់ប៉ុន្មាន5ត្រូវទេព្រោះរ៉ាឌីកង់ដូចគ្នាយើងធ្វើការបូកដកស៊ីសងធម្មតា8ដក3សល់5ឬការ៉េនៃប៉ុន្មាននៃ5អត់ចូលតាមទម្រង់អាការ៉េដក b ការ៉េទេត្រូវទេបើវាស៊ីសងអញ្ចឹងអត់ចូលទម្រង់អាការ៉េដក b ការ៉េទេអត់ទេព្រោះយើងស៊ីសងអស់ហើយអញ្ចឹងទៅសល់អីគឺកន្លែងនេះគឺលោកគ្រូគុណនឹងតួវាខ្លួនវាទេ2ឬការ៉េនៃ3លើ5ឬការ៉េនៃ5គុណជាមួយឬការ៉េនៃប៉ុន្មាននៃ5ចុះខាងលើគុណការ៉េនៃ5ដែរឃើញទេចូលនៅក្នុងអាទម្រង់ទី1របស់យើងលើណោះស្មើប៉ុន្មាន2ឬការ៉េនៃ3គុណនឹង5បានប៉ុន្មាន15នេះលើប៉ុន្មាន5ឬការ៉េនៃ5គុណ5 25ស្មើ2ឬការ៉េនៃ15លើ25ចេញរ៉ាឌីកាល់បានប៉ុន្មាន5គុណនឹង5 25នេះស្រួលអត់បានទេមែនអត់អស់ហើយបានចម្លើយវាគឺប៉ុណ្ណេះនេះត្រូវអូខេអញ្ចឹងចម្លើយយើងអស់ហើយអញ្ចឹងគ្រូសូមបញ្ចប់ប៉ុណ្ណេះបាទអញ្ចឹងលំហាត់យើងគឺសូមអស់ហើយបើសិនជាបងប្អូនមួយដែលមើលតាមវីដេអូលោកគ្រូបាទបើខុសសូមជួយ comment ប្រាប់លោកគ្រូហើយមួយទៀតសូមកុំភ្លេចជួយ share ឬជួយចែករំលែកវីដេអូនេះផង